យើងបានឃើញ trailer ទី3 Avenger Doomsday ហើយ trailer នេះគឺដូចគេ leak និយាយទៅ trailer ហ្នឹងយើងបានឃើញមួយសាយប៉ុន្តែលើកនេះគឺយើងបានឃើញនៅក្នុងកម្រិតច្បាស់មើលឃើញច្បាស់ហ្មងបើនិយាយទៅក្រៅពី Cyclops ដែល cool ខ្លាំងមែនទែនហ្មងគឺយើងបានឃើញនៅបន្តិចទៀតតាក់ទងទៅនឹងជើង robot ដែលអាចជើង robot នេះគឺគ្មានពីណាគេក្រៅពី Sentinel ទេគ្មានកន្លោដែលថាចេញមកជើង Godzilla ជើង King Kong មនុស្សយន្ត Megazord អីមកពីណាពីណីទេគឺខ្ញុំជឿជាក់ថានឹងជើង Sentinel តែអញ្ចឹងហើយគឺយើងបាន theory មួយថាពិភពមួយហ្នឹងគឺនឹង alien លុតដោយសារតែ Sentinel នៅពេលអនាគតឬមួយក៏ Sentinel ដែល Dr. Doom បញ្ជាមកកំទេចភពនឹងអញ្ចឹងទៅហើយក្នុង trailer ហ្នឹងខ្ញុំបានឃើញតួអង្គ3នាក់ដែលទី1គឺ Cyclops ទី2គឺ Charles Xavier ទី3គឺ Magneto ដែលខ្ញុំសុំនិយាយឲ្យហ្មងខ្ញុំគិតថា Magneto ហើយនិង Charles Xavier នៅក្នុងនេះគឺអាចមានភាគរយខ្លាំងមែនតើហ្មងខ្ញុំនិយាយថាអញ្ចឹងយើងមើលតាម trailer ហ្នឹងគឺគេបាន mention ថា death come for us all នៃថាសេចក្តីស្លាប់នឹងមករយើងគ្រប់គ្នាទាំងអស់គឺអត់ផុតទេអាហ្នឹងទី1ហើយទី2បើសិនជាយើងគិតពី logic នៃការពិតហ្មងតួអង្គអ្នកសម្ដែង Magneto ហើយនិង Charles Xavier ហ្នឹងគឺចាស់អស់ហើយចាស់ឡើងចាស់មែនតើហ្មងតួអង្គ Patrick Stewart 85ឆ្នាំហើយនឹងតួអង្គ Ian McKellen គឺ86ឆ្នាំនិយាយទៅគឺខ្ញុំអត់គិតថាគាត់អាចនឹងត្រឡប់មកពីណាបានច្រើនទេយ៉ាងច្រើនចេញមកបានមួយឈុតពីរឈុតវាយគ្នាអីគាត់ទាំងអស់គ្នាអញ្ចឹងទៅមានអារម្មណ៍ថាអាណិតទៅតួអង្គ Charles Xavier មែនតើដោយសារតែតួអង្គហ្នឹងគឺក្នុងអាខ្សែស្រឡាយ live action នេះគឺងាប់បែងវេទនាចយមកការពី X-Men 3 The Last Stand ហ្នឹងគឺត្រូវបាន Jean Grey រំលាយចោលភាសា EDF ជួយចាប់ផាស B នឹងត្រូវបាន Sentinel សម្រាប់ចោលទៀតហើយក្នុងរឿង Logan គឺចាស់កើតជំងឺជរាវេទនាដល់កហើយចុងក្រោយត្រូវបាន clone របស់ Wolverine សម្រាប់ទៀតហើយអា Multiverse of Man នេះគឺត្រូវបាន Wanda កាច់កងាប់ទៀតនិយាយទៅគឺតួអង្គហ្នឹងមកដល់ពេលឥឡូវនេះគឺអត់ដែលបានសម្រាប់ដែលថារស់សុខស្រួលចេញមកអាក្នុងរឿង Avenger Doomsday នេះបែបជាទៅស្រុកទៀតហើយខ្ញុំអត់សូវជារំពឹងពី X-Men នៅក្នុងហ្នឹងទេក៏ប៉ុន្តែខ្ញុំរំភើបមែនទែនដែលថាតួអង្គទាំងអស់ហ្នឹងត្រឡប់មកវិញហើយក្រៅពីនេះនៅសល់តួអង្គផ្សេងៗទៀតដូចជា Nightcrawler តួអង្គ Beast តួអង្គ Mystic អីផ្សេងៗទៀតគឺនៅសល់បើទោះបីជា Charles Xavier ឬមួយក៏ Magneto ស្លាប់ក៏តួអង្គផ្សេងអាចនៅរស់បន្តទៅរឿង Secret War អញ្ចឹងទៅនិយាយពីឈុត Cyclops បន្តិចនេះខ្ញុំអត់ចង់និយាយច្រើនទេសារតែឈុតហ្នឹងគឺឃើញច្រើនមែនទែនហើយណាមួយគឺវាអត់មានអីនិយាយក្រៅពីថាវាមើលទៅអូ shit កប់សេរីទៅនិយាយពី vibe ឬមួយក៏អារម្មណ៍នៅក្នុងពេលមើល trailer បន្តិចមួយនឹងតាក់ទងទៅនឹង X-Men និងត្រឡប់វិញជាមួយនឹង Avenger Doomsday ហ្នឹងអ្វីយ៉ាងបានឃើញមុនគេគឺតាក់ទងទៅនឹង X-Mansion ឬមួយក៏ Professor Xavier School ដែលគេប្រមូល mutant មកបរៀនមកអីចឹងទៅហើយសាលាហ្នឹងគឺនៅក្នុងអាភាព chaotic ដែលវាខ្ទេចខ្ទីពេញនឹងនិយាយទៅគឺកលាប់ចាក់មិនដឹងមានអីកាត់ឡើងទេខ្ញុំគិតថា rumor ដែលត្រូវ Sentinel មកកំទេចឬមកក៏មកសម្លាប់ហ្នឹងគឺប្រហែលជាការពិតដែររាប់មកដូចខ្ញុំនិយាយដែរអញ្ចឹងគឺខ្ញុំអត់រំពឹងពីក្រុម X-Men ក្នុងរឿងច្រើនទេ but ខ្ញុំរំភើបមែនតើដែលថាឃើញតួអង្គទាំងអស់ត្រឡប់វិញជាពិសេសគឺខ្ញុំសង្ឃឹមថា Cyclops នឹង Aura Farm បន្ថែមទៀតនៅក្នុងរឿងហ្នឹងលេងមកអស់ដៃហ្មងទៅដោយសារតែអានេះគឺជា testing screen សម្រាប់ Cyclops ជាមួយនឹងឈុត comic accurate ដាក់មើលថា Mutant Saga ក្រោយហ្នឹងគឺបើសិនជាគេធ្វើឲ្យ Cyclops របៀបអញ្ចឹងវាលយបណ្ណាអញ្ចឹងណាហ្នឹងហើយមានតែប៉ុណ្្នឹងទេហើយមានដល់បាត់ដល់មិនដែរសន្តិភាព